ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចរណៃមកបង្កើតរូបផ្កាយនិងព្រះច័ន្ទដោយប្រើពុម្ពក្រដាសដើម្បីលេងកម្សាន្តនៅថ្ងៃឈប់សម្រាកសម្ភារៈយើងគឺមានកន្លើអេប៉ុងលាងចាននិងពុម្ពពីក្រដាសដែលប៉ាប៉ាយកមកកាត់ឆ្នៃឲ្យលេងចឹងជាដំបូងយើងត្រូវលាងកន្លើជាមួយសិនតោះឥឡូវរួចហើយយើងចាប់ផ្ដើមធ្វើតែម្ដងLet's go ចាប់ផ្ដើមដំបូងដោយផ្កាយពណ៌ក្រហមដាក់ពណ៌ដោយជរណៃហើយខ្ញុំជួយទប់ប្អូនសម្រាប់ពួកខ្ញុំគឺថ្មីហើយប្លែកតែម្ដងការបង្កើតរូបដែលដាក់ពុម្ពគឺជាលើកទី1ហើយសំខាន់មាន fan មកមើលដល់កន្លែងទៀតណាអូខេពេលដែលយើងដាក់ពណ៌រួចយើងបកពុម្ពចេញតែម្ដងតែនបានមួយហើយបន្ទាប់មកទៀតបន្តចូលផ្កាយពណ៌លឿងដាក់ពណ៌ខ្លួនឯងនៅលើពុម្ពដែលយើងបានប្រើមិញដែរ1 2 3 4 5 6 7 8 9 10អូខេយើងជួយតទៅពេញបន្ទាប់មកបានយើងបកពុម្ពម្ដងទៀតអូខេបានមួយទៀតហើយអញ្ចឹងយើងបដូរពុម្ពម្ដងជាមួយពុម្ពកាយរាងតូចហើយយើងបន្តទៅមុខទៀតជាមួយពុម្ពកាយដែលធំជាងគេបង្អស់
សរុបទៅយើងធ្វើអញ្ចឹងរហូតទើបតែពេញផ្ទៃក្តាររបស់យើងពេលដែលយើងធ្វើផ្កាយបានច្រើនហើយខ្ញុំចាប់ផ្ដើមជាមួយនឹងព្រះច័ន្ទម្ដងតែព្រះច័ន្ទយើងធ្វើតែមួយចំណិតទេពេលដែលយើងដាក់ផ្កាយនឹងព្រះច័ន្ទរួចមើលទៅនៅឃើញវាអញ្ចឹងយើងក៏មានកំណត់ឆ្នៃបន្ថែមដោយយកគម្រប color fert យកមកជ្រលក់ពណ៌ហើយផ្ដិតនៅលើផ្ទាំងរូបភាពរបស់យើងហើយយើងដាក់ឲ្យច្រើនពណ៌ចូលគ្នាទៅដើម្បីឲ្យคล้ายទៅជារូបភាពដ៏រីករាយមួយអូខេរួចរាល់អរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ